សកម្មជនដីធ្លីបង្កក់លោកស្រីង៉ែតខុនលើកឡើងថាការដែលលោកស្រីនិងពលរដ្ឋប្រមាណ7-10នាក់ប្រមូលផ្ដុំគ្នាជាលើកទី2នៅមុខសាលាដំបងរាជធានីភ្នំពេញនេះគឺដើម្បីទាមទារឲ្យតុលាការដោះលែងកូនលោកស្រីឈ្មោះអេងសុខាដែលសមត្ថកិច្ចបានចាប់ខ្លួនកាលពីថ្ងៃទី31ខែមករាដោយចោទប្រកាន់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃលោកស្រីចាត់ទុកការចោទប្រកាន់នេះគឺជារឿងមិនពិតនិងជាលេសដើម្បីធ្វើទុកបុកម្នេញលើប្រជាពលរដ្ឋកាលពីថ្ងៃទី31ខែមករាសមត្ថកិច្ចបានចាប់ខ្លួនលោកស្រីអេងសុខាដោយហិង្សានិងទាំងគ្មានដីកាការចាប់ខ្លួននេះធ្វើឡើងអំឡុងពេលលោកស្រីកំពុងតវ៉ានៅមុខសាលាដំបងរាជធានីភ្នំពេញបង្ហាញពីការឈឺចាប់ដែលតុលាការមិនផ្ដល់យុត្តិធម៌ជូនម្ដាយគឺលោកស្រីង៉ែតខុនដែលកំពុងរងបណ្ដឹងនៅតុលាការពាក់ព័ន្ធបញ្ហាដីធ្លីកាលពីជាង10ឆ្នាំមុនក្រោយមកសាលាដំបងរាជធានីភ្នំពេញបានឃុំខ្លួនលោកស្រីអេងសុខាជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសរដោយចោទប្រកាន់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃទោះជាយ៉ាងណាក្តីលោកស្រីង៉ែតខុនចាត់ទុកការចោទប្រកាន់របស់តុលាការមកលើកូនស្រីលោកស្រីថាជារឿងអយុត្តិធម៌លោកស្រីប្រាជ្ញាថានឹងបន្តទាមទារនៅមុខសាលាដំបងរាជធានីភ្នំពេញបន្តទៀតរហូតទាល់តែតុលាការទម្លាក់បទចោទប្រកាន់និងដោះលែងកូនលោកស្រីឲ្យមានសេរីភាពឡើងវិញគិតត្រឹមថ្ងៃទី6ខែមីនាអង្គការការពារសិទ្ធិមនុស្សលីកាដូបានបង្ហាញថាសកម្មជននយោបាយមន្ត្រីសង្គមស៊ីវិលសកម្មជនបរិស្ថាននិងសកម្មជនដីធ្លីចំនួន60នាក់កំពុងជាប់ឃុំនៅក្នុងពន្ធនាគារទាំងអយុត្តិធម៌ក្រោយពីពួកគាត់បានប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិរិះគន់អំពីភាពអយុត្តិធម៌នៅក្នុងសង្គមចូលរួមការពារធនធានធម្មជាតិនិងការពារសិទ្ធិដីធ្លីជាមួយគ្នានេះកាលពីថ្ងៃទី26ខែកុម្ភៈអង្គការ Freedom House បានរកឃើញថាសេរីភាពជាមូលដ្ឋាននៅកម្ពុជាបន្តធ្លាក់យ៉ាងខ្លាំងគួរឲ្យព្រួយបារម្ភខណៈដែលបច្ចុប្បន្នកម្ពុជាទទួលបានពិន្ទុសេរីភាពត្រឹមតែ23ក្នុងចំណោមពិន្ទុ100ដោយសារតែការរំលោភសិទ្ធិមនុស្សនិងការរឹតបន្តឹងសេរីភាពរីឯមន្ត្រីបកប្រឆាំងសកម្មជនសិទ្ធិមនុស្សបន្តរងការគំរាមកំហែងគ្រប់រូបភាពពីសំណាក់អាជ្ញាធរកម្ពុជាក្នុងនោះសារព័ត៌មានឯករាជ្យក៏ត្រូវបានបណ្តេញចេញពីប្រទេសហើយពលរដ្ឋដែលហ៊ានរិះគន់ពីភាពអសកម្មរបស់រដ្ឋាភិបាលត្រូវបានចាប់ដាក់ពន្ធនាគារក្រោមហេតុផលនយោបាយ